បើចង់ស្រាលខ្លួនរៀនសូត្រឲ្យមុនឲ្យមមមួយស្ទាត់កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបត់បើចេះប្រកបប្រាក់រត់តាមហៅតែយើងវាច្រើនតែស្ទាក់ស្ទើរហើយចង់បានលុយស្ទើរអញ្ចឹងយើងមើលអាចំណុចទី2ហ្នឹងគឺថាអភិវឌ្ឍចំណេះដឹងរឿងដែលយើងត្រូវមើលមុនគេហ្មងកុំអើតតាមបង្អួចថាតើបញ្ហាវាមកពីអ្វីឆ្លោះកញ្ចក់មើលសិនថាតើខ្លួនអញនឹងវាយ៉ាងណាឧទាហរណ៍ថាទី1ពេលដែលយើងឆ្លោះកញ្ចក់បានយើងដឹងថាចុះហេតុអីបានគ្រាន់តែសុខភាពអញមួយអញមិនអាចថែទាំឲ្យល្អបានហើយមិនបានអញទៅបន្ទោសស្ថានភាពដតីទៀតដែលវាកើតឡើងនៅក្នុងโลกនេះចុះខ្លួនយើងនៅគួរស្ដីបន្ទោសទេគ្រាន់តែខ្លួនយើងម្នាក់នេះយើងមើលថែខ្លួនឯងមិនកើតផងបាទទី2យើងមើលយើងដឹងថាវាចេះពីរៀនមានពីរកបាទហើយយើងមិនដឹងថាប៉ុន្តែយើងគិតថាមកពីឯងនេះវារៀនវាមិនចេះមកពីឯងនឹងរៀនមិនចូលបាទខ្ញុំសុំថាបងប្អូនត្រូវតែជំនះចឹងមកតែកាលណាយើងរៀនមិនចេះមកពីយើងវាមិនចេះរៀនបាទកាលណាយើងរៀនមិនចូលមកពីយើងមិនចូលរៀនបាទពេលដែលយើងចូលរៀនពេលដែលយើងប្រឹងរៀនយើងនឹងរកកលឹះដើម្បីឲ្យអាចយើងចេះដឹងបានបាទហើយការចេះដឹងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃនៅក្នុងផ្លូវធម៌គេថាបញ្ញាជាគុណជាតិប្រសើរជាងទ្រព្យយកចំណេះដឹងមុនបាទទ្រព្យសម្បត្តិគឺជារឿងខាងក្រៅទេចំណេះដឹងគឺវានៅខាងក្នុងយើងចេះឲ្យប្រកបប្រាក់រត់តាមហៅបាទហ្នឹងហើយបើចេះឲ្យប្រកបប្រាក់រត់តាមហៅមានន័យថាគេហៅបណ្ដាំព្រំងុយឬក៏សុភាសិតរបស់ព្រំងុយបាទថាបើចង់ស្រាលខ្លួនរៀនសូត្រឲ្យមុនឲ្យមមមួយស្ទាត់កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបត់បើចេះប្រកបប្រាក់រត់តាមហៅតែយើងវាច្រើនតែស្ទាក់ស្ទើរហើយចង់បានលុយស្ទើរអញ្ចឹងយើងមើលអាចំណុចទី2ហ្នឹងគឺថាអភិវឌ្ឍចំណេះដឹងទី3សូមកុំជ្រួលជ្រើមទៅតាមស្ថានភាពពីព្រោះការពិតស្ថានភាពវាកើតឡើងអញ្ចឹងទោះបីយើងសិក្សាមកប្រមាណពាន់ឆ្នាំកន្លងមកក៏ស្ថានភាពវាផ្លាស់ប្ដូរជាធម្មតារបស់វាទេហ្នឹងបាទពីព្រោះពិភពលោកនេះប្រសិនបើវាមិនផ្លាស់ប្ដូរមកដល់ថ្ងៃហ្នឹងក៏គ្មានយើងដែរអូខេហ្នឹងបាទយើងត្រូវទទួលស្គាល់ថាយើងជាផលនៃការផ្លាស់ប្ដូរបាទហ្នឹងបាទហើយបើកភ្នែកមកឃើញពិភពលោកនេះត្រូវអរគុណថាអរគុណពិភពលោកនេះដែលបានផ្លាស់ប្ដូរហើយមានខ្ញុំមួយក្នុងហ្នឹងប្រសិនបើពិភពលោកនេះមិនបានផ្លាស់ប្ដូរទេខ្ញុំក៏គ្មានក្នុងហ្នឹងដែរអញ្ចឹងបាទហើយការផ្លាស់ប្ដូរវាមានតាំងពីសម័យ Big Bang ហូហែមកតាំងពីសម័យទឹកកកតាំងពីអីមកនោះការផ្លាស់ប្ដូរច្រើនណាស់បាទហើយសូមបងប្អូនគិតថាប៉ុណ្ណេះមិនពិបាកទេបាទមនុស្សរស់ក្នុងសម័យទឹកកកពិបាកជាងយើងឆ្ងាយណាស់នាំគ្នាទទួលយកទៅហើយការនោះអត់ទាន់មានសម្លៀកបំពាក់ផងរស់ក្នុងសម័យទឹកកកយើងគិតមើលបាទបាទអញ្ចឹងសូមបងប្អូនកុំទៅកើតទុកលំបាកស្អីណាកុំបារម្ភពេកកុំបារម្ភពេករហូតដល់គេឲ្យ overthinking គិតជ្រុលទាំងស្ថានភាពវាលំបាកម្លេះបាទថាមិនមែនទេការផ្លាស់ប្ដូរគឺវាឲ្យយើងជួបការលំបាកអញ្ចឹងត្រូវពឹងលើប្រាជ្ញាហ្នឹងហើយបើយើងចង់ពូកែយើងត្រូវពឹងលើប្រាជ្ញាបាទលោកគ្រូមីងសួរថាធ្វើម៉េចឲ្យពូកែអញ្ចឹងខ្ញុំសូមសង្ខេបមកវិញថាធ្វើម៉េចឲ្យពូកែគឺមើល5ទី1ជឿថាយើងកើតមកនេះមានរឿងមួយអស្ចារ្យដែលយើងអាចធ្វើបានបាទទី2ប្រឹងប្រែងរៀនកុំដាក់ចុះឲ្យសោះប្រឹងរៀនបាទកាន់តែខំរៀនគឺកាន់តែចេះបាទទី3កុំយកចំណេះដឹងហើយអត់ធ្វើអីកុំคล้ายជាមនុស្សចេះចោលមកទៀតคล้ายជាមនុស្សចេះមានប្រយោជន៍យកចំណេះដឹងមកធ្វើមកអនុវត្តបាទឧស្សាហ៍ព្យាយាមខិតខំប្រឹងប្រែងទី4រស់ជាមនុស្សត្រូវមានសុជីវធម៌រស់នៅល្អមានសីលធម៌ល្អពីព្រោះយើងត្រូវគិតថានៅពេលដែលយើងមានសុជីវធម៌រស់នៅល្អមានសីលធម៌ល្អបង្កើតនៅសេចក្តីស្រឡាញ់និងការជឿទុកចិត្តពីអ្នកដទៃបាទអាជីវកម្មគឺកិច្ចការធំដុំវារីចម្រើនទៅបានលុះត្រាតែមានការស្រឡាញ់និងទុកចិត្តពីអ្នកដទៃបានយើងអាចធ្វើកិច្ចការធំបានចុងក្រោយត្រូវតែមានបញ្ញាពីព្រោះកិច្ចការធំមិនអាចដឹកនាំដោយភាពល្ងងបានទេបាទគឺត្រូវដឹកនាំដោយភាពឆ្លៀសវៃហើយអញ្ចឹងបន្តការសិក្សារៀនសូត្របន្តការស្វែងយល់បន្តការសង្កេតហ្នឹងអញ្ចឹងខ្ញុំសូមជូនប៉ុណ្្នឹងជាសង្ខេបចុងក្រោយហើយសូមជូនពរឲ្យសម្រេចបានជោគជ័យនៅក្នុងជីវិតទាំងអស់គ្នាអរគុណច្រើនចង់ភ្លឺខ្លាំងក៏បាន
ភ្លឺល្មមក៏បាន Campaign ថ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរ